តោះបងប្អូនយើងមករៀនធ្វើវីដេអូបាទ AI បាទថ្មីប្លែកជាបន្តទៀតណាអញ្ចឹងការផលិតវីដេអូបាទដោយការប្រើប្រាស់ AI ក្នុងការបង្កើតជាវីដេអូឲ្យយើងគឺងាយស្រួលបងប្អូនមិនថាទៅលើ app ទៅលើ website ទេបាទគឺយើងអាចធ្វើបានទាំងអស់បាទគឺយើងអាចធ្វើបានដោយការប្រើប្រាស់បាទទូរស័ព្ទដៃក៏យើងអាចបាទក្នុងការផលិតវីដេអូ AI បានដែរណាបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងការផលិតវីដេអូបាទប្លែកស្អាតបាទមិនថាវីដេអូបែបណាដែលបងប្អូនចង់បានទេគឺយើងអាចធ្វើដោយការប្រើប្រាស់ទូរស័ព្ទដៃបានបាទទាំងអស់តែម្ដងអញ្ចឹងកន្លងមកគឺខ្ញុំបានបង្ហាញបាទខ្លះៗទាក់ទងនឹងការបាទបង្កើតវីដេអូ AI បាទប្លែកផ្សេងដូចលោកតាដំបងកញ្ញូងនេះអញ្ចឹងណាបាទគាត់ធ្វើការបាទរត់ចេញពីកន្លែងអាសនៈគាត់អញ្ចឹងទៅឬក៏បាទរូបភាពព្រះថោងតោងស្បៃនាងនេះបាទលោតចេញពីបល្ល័ង្កអីចឹងណាថ្មីប្លែកជាវីដេអូ AI ដែលគេអាចបង្កើតយកទៅរកចំណូលបាទផុសនៅលើបណ្ដាញសង្គមបានផ្សេងជាពិសេសគឺយើងផុសនៅលើបាទ Facebook ជាប្រភេទវីដេអូ Reel ឬក៏នៅក្នុងបាទ YouTube Channel ជាវីដេអូ Short ចឹងទៅទាំងអស់នេះហើយគឺយើងអាចធ្វើការរកចំណូលទៅតាមអនឡាញបានណាឲ្យតែបងប្អូនជាបង្កើតវីដេអូ AI តោះអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំអត់និយាយអីច្រើនបាទទៀតទេខ្ញុំនឹងបង្ហាញពីរបៀបនៃការបង្កើតវីដេអូ AI បាទប្លែកថ្មីសម្រាប់យើងទុកផុសនៅលើបណ្ដាញសង្គមផ្សេងអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំធ្វើនៅលើបាទកម្មវិធីបាទ Pixverse បងប្អូនទាំងគ្នាណាកម្មវិធី Pixverse ហ្នឹងបងប្អូនអាចធ្វើនៅលើ website ក៏បានឬក៏ធ្វើនៅលើ app ហ្នឹងក៏បានដែរដែលគ្រាន់តែបងប្អូនចូលមកកាន់បាទ Play Store នេះហើយបងប្អូន search មកវាពាក្យថាបាទ Pixverse នៃកម្មវិធីមួយនេះបងប្អូនណាពាក្យពេញនៃកម្មវិធីមួយហ្នឹងមានឈ្មោះថា Pixverse AI Video Generator អញ្ចឹងបងប្អូនធ្វើការដំឡើងមកណាអូខេអញ្ចឹងខ្ញុំចូលមកកាន់បាទកម្មវិធីបាទ Pixverse ហ្នឹងតែម្ដងហើយខ្ញុំចុច back ត្រឡប់ទៅក្រោយសិនអញ្ចឹងខ្ញុំចុចកន្លែង home នេះអញ្ចឹងវាមានបាទរូបភាព sample ដែលឲ្យបងប្អូនអាចធ្វើការបាទ generate បង្កើតជាវីដេអូបាទប្លែកបានបងប្អូនអរគ្នាណាអញ្ចឹងបងប្អូនចង់បាននៅទម្រង់នៅជាប្រភេទវីដេអូបែបណាបងប្អូនអាចបាទចូលមកមើលក្នុងកម្មវិធីមួយហ្នឹងទៅសម្រាប់កម្មវិធីមួយហ្នឹងបងប្អូនអាចធ្វើការបាទ sign in នឹង Gmail Apple ID ឬក៏ Google account ណាដើម្បីធ្វើការប្រើប្រាស់ក្នុងកម្មវិធីនឹងបានបងប្អូនអរគ្នាណាហ្នឹងហើយអញ្ចឹងដោយសារតែខ្ញុំធ្វើការ sign in ហើយវាចេញទម្រង់បែបនេះអញ្ចឹងណាអញ្ចឹងខ្ញុំនឹងធ្វើការបាទបង្ហាញពីរបៀបនៃការនេះរូបភាពដែលលក្ខណៈឈុតចិនអញ្ចឹងបងប្អូនឈុតរឿងចិនអញ្ចឹងណាអញ្ចឹងខ្ញុំចុចកន្លែងនេះបាទកន្លែងនេះចុចយកពាក្យថា create ហ្នឹងហើយខ្ញុំស្វែងរករូបភាពមួយបាទដាក់រូបភាពរបស់ខ្ញុំមួយដើម្បីឲ្យវា generate បង្កើតជាវីដេអូអញ្ចឹងបងប្អូនអូខេអញ្ចឹងខ្ញុំយករូបភាពរបស់ខ្ញុំមួយនេះបាទរូបភាពមួយនេះណាហើយខ្ញុំចុចបញ្ចូលរូបភាពហើយបន្ទាប់មកខ្ញុំចុចយកពាក្យថា create បាទខាងក្រោមអញ្ចឹងយើងរងចាំវាបន្តិចបាទកម្មវិធី AI វាធ្វើការ generate ដែរបងប្អូនយើងរងចាំវាបន្តិចទៅអញ្ចឹងបន្តមកទៀតបងប្អូនចុចកន្លែងសញ្ញា profile នេះកន្លែងសញ្ញារូបក្បាលមនុស្សនេះណាចុចមកអូខេបន្តមកគឺវា generate បង្កើតជាវីដេអូឲ្យខ្ញុំហ្នឹងបងប្អូនអញ្ចឹងខ្ញុំចូលទៅមើលទាំងអស់គ្នាឃើញបាទវាមានលក្ខណៈបែបហ្នឹងអញ្ចឹងបងប្អូនណាហ្នឹងហើយអញ្ចឹងឲ្យតែបងប្អូនមានរូបភាពបងប្អូនចង់បំលែងនៃរូបភាពមួយហ្នឹងបាទឲ្យវាបង្កើតជាវីដេអូបែបណាក៏បានដែរហ្នឹងហើយអញ្ចឹងបាទនេះគឺជាប្រភេទបាទរូបភាពដែលវាបង្កើតឲ្យខ្ញុំណាបាទគឺជាបាទវីដេអូចាស់អញ្ចឹងណាអញ្ចឹងខ្ញុំត្រឡប់មកកាន់ home វិញនេះកន្លែងនេះអញ្ចឹងខ្ញុំធ្វើការបង្កើតនៅបាទវីដេអូបែបនេះមួយទៀតនៅ long hair magic នេះអញ្ចឹងខ្ញុំចុចកន្លែងនេះបងប្អូនណានេះកន្លែងនេះបាទហើយបន្តមកទៀតគឺខ្ញុំទៅស្វែងរកនៅរូបភាពមួយខ្ញុំដាក់រូបភាពរបស់ខ្ញុំមួយណាបាទខ្ញុំដាក់រូបភាពរបស់ខ្ញុំមួយនេះបាទរូបមួយនេះអូខេហើយបន្តមកទៀតខ្ញុំចុចយកពាក្យថាបាទ create បាទឲ្យវាបង្កើតតែម្ដងអញ្ចឹងវាកំពុងតែ generate ហើយបងប្អូនបាទអញ្ចឹងខ្ញុំចុចកន្លែង profile នេះបាទលេខក្បាលមនុស្សហ្នឹងបាទឥឡូវវាកំពុងតែធ្វើការបាទ generate ឲ្យខ្ញុំអញ្ចឹងវាដើរចប់ 100% បាទយើងអាចចូលមកមើលបានណាអូខេអញ្ចឹងខ្ញុំចុចបែបនេះ
នេះបងប្អូន បាទប្លែកបាទក៏ទៅមិនធម្មតាណា AI បងប្អូនហើយវាអាចធ្វើឲ្យរូបភាពឬក៏បង្កើតជាវីដេអូដែលយើងមិនអាចនឹកស្មានដល់ណាបងប្អូនចឹងមិនថាសម័យ AI បាទអ្វីក៏អាចធ្វើទៅបានដែរបងប្អូនបាទពិតជាមិនធម្មតាមែនហ្នឹងហើយបងប្អូនទាំងគ្នាខ្ញុំបង្ហាញបាទពីរបៀបនៃការប្រើប្រាស់ AI នៅក្នុងកម្មវិធី Pixverse ហ្នឹងតែប៉ុណ្្នឹងទេណាហ្នឹងហើយមានអ្វីដែលអាប់ដេតមានអ្វីដែលថ្មីបាទខ្ញុំនឹងបង្ហាញបងប្អូនបាទជាបន្តទៀតសម្រាប់បងប្អូនដែលចង់បង្កើតឬក៏បាទចង់ធ្វើជាបាទវីដេអូ AI ផុសនៅលើបណ្ដាញសង្គមក្នុងការរលួយអញ្ចឹងណាហ្នឹងហើយបងប្អូនអញ្ចឹងខ្ញុំចែករំលែកតែប៉ុណ្្នឹងទេបើគិតថាវីដេអូរបស់ខ្ញុំមួយនេះបាទមានប្រយោជន៍បងប្អូនកុំភ្លេច follow page ឬក៏ subscribe channel YouTube របស់ខ្ញុំម្នាក់មួយនឹងទទួលបានបាទវីដេអូបាទថ្មីជាបន្តទៀតអញ្ចឹងបងប្អូនណាអញ្ចឹងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ